យុគឋាននគរបាលព្រហ្មទណ្ឌបើកកិច្ចប្រតិបត្តិការស្រាវជ្រាវបង្ក្រាបករណីឃាតកម្មទៅលើជនជាតិចិនកាលពីថ្ងៃទី15ខែវិច្ឆិកាឆ្នាំ2025នៅខេត្តត្បូងឃ្មុំកាលពីយប់ថ្ងៃទី15ខែវិច្ឆិកាឆ្នាំ2025វេលាម៉ោង23:07នាទីកម្លាំងសមត្ថកិច្ចទទួលព័ត៌មានថាមានជនជាតិចិនភេទប្រុសម្នាក់ស្លាប់ស្ថិតនៅភូមិត្រពាំង ប្លុង 1 ឃុំត្រពាំង ប្លុង ស្រុកពញាក្រែតខេត្តត្បូងឃ្មុំបន្ទាប់ពីទទួលបានព័ត៌មានភ្លាមនោះដោយមានការចង្អុលបង្ហាញពីឯកឧត្តមនាយឧត្តមស្នេហ៍ ស ថេតអគ្គស្នងការនគរបាលជាតិនិងមានការណែនាំពីលោកឧត្តមស្នេហ៍ឯកអគ្គស្នងការរងមួងសុធាទទួលដឹកនាំនាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌និងលោកឧត្តមស្នេហ៍ឯកយឹមលៀងអគ្គស្នងការរងលោកឧត្តមស្នេហ៍តូហ៊ុនកំជាតិប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌និងមានការបញ្ជាផ្ទាល់ពីលោកឧត្តមស្នេហ៍ឯកងែងជួរប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌលោកឧត្តមស្នេហ៍តូសិនរដ្ឋាអនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌនិងលោកឧត្តមស្នេហ៍ត្រីខេងមេងឈៀងរួមទាំងក្រុមការងារស្រាវជ្រាវបង្ក្រាបបទល្មើសព្រហ្មទណ្ឌរបស់នាយកដ្ឋានព្រហ្មទណ្ឌសហការជាមួយស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំដោយមានការសម្របសម្រួលពីតំណាងអัยការខេត្តត្បូងឃ្មុំលោករ៉ាប៊ុនរ៉ាឌីបានធ្វើការស្រាវជ្រាវដឹងថាករណីខាងលើជាករណីឃាតកម្មរហូតដល់ថ្ងៃទី17ខែវិច្ឆិកាឆ្នាំ2025កម្លាំងជំនាញបានកំណត់មុខសញ្ញានិងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន5នាក់1ឈ្មោះសេងជា2ឈ្មោះចេងសាង3ឈ្មោះសាងជីឡុង4ឈ្មោះចេងសាងហៅ5សាងឌីជេនក្នុងនោះរំដោះជនរងគ្រោះបាន7នាក់ដកហូតបានវត្ថុតាងធ្វើសកម្មភាពរួមមានដំបងជ័រចំនួន3ដើមឧបករណ៍ឆក់ចំនួន1រថយន្តចំនួន1គ្រឿងបច្ចុប្បន្នជនសង្ស័យនិងជនរងគ្រោះរួមទាំងវត្ថុតាងបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំជាម្ចាស់ករណីដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី